ពលរដ្ឋសៀមជាច្រើនចង់ឲ្យមានការប្រយុទ្ធនេះបញ្ចប់មុនឆ្លងឆ្នាំសកលចឹងក៏បានសួរទៅកាន់កងទ័ពអាកាសរបស់ថៃខាងលោកមេតបខាងទ័ពអាកាសដែលគ្រប់គ្រងយន្តហោះចម្បាំងនានារបស់ថៃវាយប្រហារមកលើកម្ពុជាហ្នឹងបានឆ្លើយតបទៅនឹងសំណួរនោះថាไม่ต้องพูดทั้งหมดก็ได้เอาอย่างที่ประชาชนเขาพูดเขาอยากให้จบก่อนปีใหม่มันมีโอกาสไหมនេះพี่នំកាន់ឆៃដែលជាពិធីករដ៏ល្បីមួយរូបនៅប៉ុស្តិ៍លេខ3របស់ប្រទេសថៃសួរថាប្រជាជនជាច្រើនចង់ឲ្យមានការប្រយុទ្ធហ្នឹងបញ្ចប់មុនឆ្លងឆ្នាំថ្មីឆ្លងឆ្នាំសកលចឹងណាមានឱកាសអត់ใช้คำนี้แล้วกันว่าเราจะไม่ยุติการปฏิบัติภารกิจจนกว่าគាត់ឆ្លើយកំណត់ពេលវេលាអត់បានទេគាត់បានត្រឹមតែឆ្លើយថាការប្រតិបត្តិការហ្នឹងគឺនឹងមិនត្រូវបញ្ចប់នោះឡើយฝั่งกัมพูชายุติผมใช้คำว่าប្រសិនបើជាកម្ពុជាយើងនេះមិនឈប់การกระทำใดๆที่เป็นภัยคุกคามต่อความมั่นคงของประเทศเราអ្វីៗដែលខាងកម្ពុជានេះនៅតែប្រព្រឹត្តថាធ្វើឲ្យប្រទេសថៃនឹងមានការគម្រាមកំហែងណាមួយអីនោះគឺខាងទ័ពអាកាសរបស់សៀមនឹងគេបញ្ជាក់ថានឹងមិនមានការចាឈប់នោះឡើយហើយក៏គាត់អះអាង3ចំណុចដែលស្នើមកកាន់កម្ពុជាតាមរយៈក្រសួងការបរទេសរបស់ប្រទេសថៃដែលដាក់លក្ខខណ្ឌឲ្យកម្ពុជារបស់យើងនឹង3ចំណុចទី1គឺប្រកាសសុំឈប់បាញ់ទី2គឺត្រូវតែអនុវត្តឲ្យច្បាស់លាស់ពិតប្រាកដនោះគឺដកទ័ពដកអាវុធចេញនោះឯងហើយឈប់បាញ់មុនទៅហើយនឹងទី3ហ្នឹងគឺរួមនៅក្នុងការដោះមីននេះក៏គាត់បញ្ជាក់3ចំណុចហ្នឹងទៅដែរហើយគាត់ថាតើតាខាងកម្ពុជានេះធ្វើអា3ចំណុចហ្នឹងឲ្យមានភាពជាក់លាក់ណាហើយខាងថៃនេះគឺគេទុកចិត្តបានគេជឿជាក់បានថាកម្ពុជារបស់យើងនឹងធ្វើបាន3ចំណុចហ្នឹងល្អហើយបានអ្វីៗនឹងរលូនល្អឡើងវិញ